ជំរាបសួរខ្ញុំបាទឈ្មោះហៀហ៊ានជាបុគ្គលិកផ្នែកបណ្ដុះបណ្ដាលរបស់អង្គការអប់រំពិភពលោកនៅក្នុងមេរៀននេះយើងនឹងរៀនអំពីសកម្មភាពគោលទី4គឺវាក្យសព្ទការចេះវាក្យសព្ទគឺសំដៅលើការបង្រៀនដើម្បីឲ្យសិស្សចេះពាក្យថ្មីយល់ន័យនិងដឹងអំពីរបៀបនៃការប្រើប្រាស់ពាក្យថ្មីនោះហើយការចេះវាក្យសព្ទនឹងជួយឲ្យសិស្សបានយល់ន័យអំពីអ្វីដែលពួកគេបានអាននៅក្នុងការបង្រៀនសកម្មភាពវាក្យសព្ទនេះយើងមាន3ជំហានក្នុងសកម្មភាពបង្រៀនសំខាន់ 1. ពន្យល់ន័យនៃពាក្យនិងប្រើប្រាស់ពាក្យក្នុងល្បះ 2. បង្កើតល្បះជាមួយពាក្យថ្មីទាំងអស់គ្នា 3. បង្កើតល្បះជាដៃគូនៅពេលនេះសូមលោកគ្រូអ្នកគ្រូអញ្ជើញទស្សនាវីដេអូការបង្រៀនសកម្មភាពវាក្យសព្ទទាំងអស់គ្នាដោយអនុវត្តតាមលំនាំបង្រៀនលម្អិតនៅក្នុងសៀវភៅណែនាំគ្រូបាទអំបញ្ញមិញកូនទាំងអស់គ្នាបានរៀនពាក្យជាច្រើនមកហើយតែឃើញថាកូនមិនទាន់បានរៀនយល់ន័យនៃពាក្យនោះទេដូច្នេះនៅពេលនេះលោកគ្រូនឹងនាំកូនទាំងអស់គ្នារៀនយល់ន័យអំពីពាក្យដែលយើងរៀនអំបញ្ញមិញនេះអញ្ចឹងកូនមើលម្លេះទាំងអស់គ្នាបាទអញ្ចឹងលោកគ្រូនឹងនាំកូនរៀនយល់ន័យពាក្យនេះមួយអញ្ចឹងចាំស្ដាប់លោកគ្រូអានណាកែខៃអញ្ចឹងកូនទាំងអស់គ្នាកែខៃមានន័យថាលៃលោកជួសជុលកែលម្អស្ដាប់បានទេកូនអញ្ចឹងលោកគ្រូនឹងបញ្ជាក់កូនម្ដងទៀតកែខៃមានន័យថាលៃលោកជួសជុលកែលម្អបាទលោកគ្រូឧទាហរណ៍បូណាចេះកែខៃការបូបស្ពាយស្ដាប់បានទេកូនបាទល្អមែនទែនអញ្ចឹងតាកូនទាំងអស់គ្នាអានពាក្យកែខៃនៅលើក្តារខៀនជាមួយលោកគ្រូកែខៃបាទល្អមែនទែនឥឡូវកូនទាំងអស់គ្នាតើនៅពេលដែលកង់កូនខូចកូនធ្វើដូចម្ដេចមើលកូនពេលដែលកង់កូនខូចកូនធ្វើដូចម្ដេចកូនគិតមើលអូណ៎កូនខាងនោះកូនថាខ្ញុំកែខៃកង់ពិតជាល្អមែនទែនតែលោកគ្រូចង់សួរកូនថាតើកូនកែខៃកង់ដើម្បីអីកូនមើលកូនសាកេតមើលដើម្បីអ្វីកូនមើលកូនខាងនោះអូពិតជាល្អមែនកូនថាដើម្បីជិះមែនទេតើយើងថារបស់នេះទាំងអស់គ្នាតែដើម្បីឲ្យកូនងាយស្រួលថាជាមួយលោកគ្រូថាឲ្យកូនស្ដាប់បន្តិចសិនណាខ្ញុំកែខៃកង់ដើម្បីជិះតោះកូនថាទាំងអស់គ្នាខ្ញុំកែខៃកង់ដើម្បីជិះអូពិតជាល្អមែនទែនឥឡូវកូនមកយើងអានពាក្យនេះនៅលើក្តារខៀនម្ដងទៀតតែនៅពេលនេះគឺកូនអានដោយខ្លួនឯងលោកគ្រូនេះចង្អុលទោះនេះកូនស្ដាប់ទាំងអស់គ្នាលោកគ្រូនឹងចង្អុលចាំលោកគ្រូរាប់ណា1 2 3បាទល្អណាស់កូនឥឡូវឃើញថាកូនបានអានពាក្យកែខៃមករួចមកហើយជាបន្តទៀតសូមកូនទាំងអស់គ្នាធ្វើការជាដៃគូដើម្បីបង្កើតល្បះដោយប្រើពាក្យកែខៃនៅក្នុងល្បះនោះបាទអញ្ចឹងបើកូនស្ដាប់បានហើយកូនចាប់ផ្ដើមបង្កើតល្បះជាដៃគូទាំងអស់គ្នាបាទអរគុណច្រើនកូនឃើញថាកូនបានយកពាក្យកែខៃនេះទៅបង្កើតល្បះជាមួយដៃគូរបស់កូនបានល្អប្រសើរហើយដូច្នេះលោកគ្រូនឹងមានពាក្យមួយទៀតដើម្បីបង្រៀនឲ្យកូនទាំងអស់គ្នាបានរៀនយល់ន័យរបស់ពាក្យនោះចេះកូនមើលម្នាក់ទាំងអស់គ្នាកូនបាទឥឡូវកូនមើលឃើញទេកូនបាទមើលឃើញលោកគ្រូនឹងអានពាក្យនេះកូនស្ដាប់សិនចចាស្ដាប់បានច្បាស់ទេកូនបាទកូនទាំងអស់គ្នាចចាមានន័យថា
និយាយប្រាស្រ័យគ្នាសំណេះសំណាលគ្នាប្រាប់បានទេកូនយកគ្រូបញ្ជាក់មកទៀតចចាមានន័យថានិយាយប្រាស្រ័យគ្នាសំណេះសំណាលគ្នាឧទាហរណ៍សុខាកំពុងចចាជាមួយសុភីបាទកូនស្ដាប់បានទេកូនបានអញ្ចឹងតោះកូនយើងអានពាក្យនេះទាំងអស់គ្នាចចាបាទល្អមែនទែនកូនទាំងអស់គ្នាតើកូនកំពុងចរចាជាមួយអ្នកណាកូនមើលកូនតើកូនកំពុងចរចាជាមួយអ្នកណាកូនអូកូនថាកំពុងចរចាជាមួយមិត្តភក្តិតើកូនកំពុងចរចាជាមួយមិត្តភក្តិអំពីអ្វីកូនមើលប្រាប់លោកគ្រូទីមើលកូនអូកូនថាចរចាអំពីរូបភាពពិតជាល្អមែនទែនឥឡូវតើកូនយើងថារបស់នេះទាំងអស់គ្នាខ្ញុំកំពុងចរចាជាមួយមិត្តភក្តិអំពីរូបភាពបានល្អមែនទែនកូនឥឡូវតើកូនអានពាក្យចរចានៅលើក្តារខៀនដោយខ្លួនឯងលោកគ្រូអ្នកចំអល់បានល្អមែនទែនបន្ទាប់ពីកូនបានអានពាក្យចរចារួចហើយសូមឲ្យកូនទាំងអស់គ្នាយកពាក្យចរចានេះទៅបង្កើតល្បះជាដៃគូតើនេះកូនបាទបើសិនតែកូនយល់ហើយស្ដាប់បានហើយសូមកូនទាំងអស់គ្នាធ្វើការជាដៃគូហើយបង្កើតល្បះដោយប្រើពាក្យចរចាចាក់កូនចាប់ដើមទាំងអស់គ្នាបាទឥឡូវឃើញថាកូនបានបង្កើតល្បះរួចមកហើយកូនទាំងអស់គ្នាពិតជាឆ្លាតមែនលោកគ្រូអរគុណកូនទាំងអស់គ្នាលោកគ្រូអ្នកគ្រូទាំងអស់គ្នាទាំងនេះជាជំហានលម្អិតនៅក្នុងសកម្មភាពវាក្យសព្ទ1គ្រូពន្យល់ន័យនៃពាក្យនិងប្រើប្រាស់ពាក្យក្នុងល្បះនោះ2គ្រូនិងសិស្សបង្កើតល្បះជាមួយពាក្យថ្មីទាំងអស់គ្នា3សិស្សបង្កើតល្បះជាដៃគូ